มาสมกรบละมอนกายตรงไอ้ดอมอ๋อโลกใส่บ่าขณะพี่นิคมบาเนี่ยซาปูเมียนประจำองค์เพียบสำเร็จตะบานจอมดอลคุ้มติดตักคุมเชียงโตสรกตรำเกาะคาตะแก้วบ้านนี้คือเชียบองโอนกรรมการนี้ตรงจะใบเจิงบาปตุกาตาว่าយើងមិនដឹងថាតើពួកគាត់ចង់បានអ្វីទេអញ្ចឹងសូមឲ្យទស្សនិកជនក៏ដូចជាថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធជាពិសេសសូមជម្រាបជូនដល់អាដាមរដ្ឋមន្ត្រីក្រសួងការងារអាដាមហៃសួរបាទមេតាបាទដាក់អធិការកិច្ចចោះមកពិនិត្យដើម្បីជួយអន្តរាគមន៍ដល់ការតវ៉ារបស់បងប្អូនកម្មការនេះនៅមុខរោងចក្រនេះបាទដែលស្ថិតនៅក្នុងភូមិទីប៉ាត់ឃុំទៀងតងស្រុកត្រាំកក់ខេត្តតាកែវបាទសួស្តីបងប្អូនតើពួកបងប្អូនដែលជាកម្មការនេះរោងចក្រហ្នឹងមកធ្វើការផ្ទុះការតវ៉ាហ្នឹងសំណុំពរអីខ្លះបាទបងតែឆ្នាំឲ្យមូលហេតុណាឆ្នាំ2025ហ្នឹងគាត់អត់បើកឲ្យពួកខ្ញុំទាំងអស់ទេគាត់បើកឲ្យពាក់កណ្ដាលបើកឲ្យពាក់កណ្ដាលសុំម្ដងទៀតបាទមូលហេតុមិនបាទមូលហេតុរោងចក្រហ្នឹងយូថាកែត Foodware ហ្នឹងគាត់អត់បើកបំណាច់ឆ្នាំ2025ហ្នឹងឲ្យទាំងអស់ទេគាត់បើកឲ្យតែពាក់កណ្ដាលហើយក៏អត់បើកឲ្យថ្ងៃ10ដែរគាត់លើកដល់ថ្ងៃទី15មកហើយនៅមានទៀតធ្វើការដោះដូរថ្ងៃបនអីឲ្យថែមមក6ថ្ងៃ10អីថែមមក6ហើយថ្ងៃទីសៅរ៍ក៏6ទៀតមែនថ្ងៃសៅរ៍ក៏មក6ដែរហើយមានបញ្ហាមួយទៀតអាហ្នឹងវាយូរហើយតាំងពីបើករោងចក្រហ្នឹងមកយើងអត់ដែលបានលើកឡើងនិយាយទេថ្ងៃប៉ុនតាមច្បាប់ការងារត្រូវគុណនឹង3តែនៅនេះបានតែបូក1ទេអត់បានគុណនឹង3ទេចាវាអត់សមស្របទួយកបានចឹងមានន័យថាការសំណុំពរមាន3ចំណុចវាអានេះសម្រាប់ខ្ញុំនឹកឃើញប៉ុណ្ណឹងតែបងប្អូនមានអីបន្ថែមទៀតតែបញ្ហាធំជាងគេគឺអត់បើកមួយឆ្នាំឲ្យទាំងអស់បើកឆ្នាំដែលនៅសល់គឺអត់បើកឲ្យយើងទាំងអស់បើកឲ្យតែពាក់កណ្ដាលមានន័យថាបើកដែរប៉ុន្តែបើកពាក់កណ្ដាលចាហើយក៏បើកថ្ងៃ10មួយប្រាក់ខែដែរសុំតែបើកនៅថ្ងៃ15ណាណោះថ្ងៃ15ហ្នឹងតែនិយាយឲ្យយើងបើកប៉ុន្តែឲ្យប្រកបថ្ងៃបើកថ្ងៃ15ហ្នឹងបើសិនជាមានការប្រែប្រួលយ៉ាងម៉េចទៀតខាងរដ្ឋបាលគឺគេនឹងចេញសេចក្តីប្រកាសម្ដងទៀតអញ្ចឹងព្រោះថ្ងៃទី15គេអត់ប្រកាសថាបើបំណាច់ឆ្នាំមកយើងហ្នឹង 100%ទេគេបើសិនជាមានកលៈទេសៈណាមួយបែងចែកទៀតគេនឹងបញ្ជូនដល់ពួកខ្ញុំជាប្រធានជាកម្មករទាំងអស់គ្នាម្ដងទៀតអញ្ចឹងបានន័យថាជាដំណឹងមួយនេះគឺពួកខ្ញុំតំណាងឲ្យកូនក្រុមទាំងអស់តំណាងឲ្យកម្មករទាំងអស់គឺអត់សុខចិត្តទេហើយអត់បងដើម្បីឲ្យយើងសុខចិត្តទាំងអស់គ្នាសូមឲ្យខាងក្រុមហ៊ុនចេញលក្ខខណ្ឌទៅការណាមួយណាចេញខាងច្បាប់ណាមួយហើយដល់ពេលចេញជាដំណឹងមួយភ្លាមគឺពួកគាត់